ពី2000ឆ្នាំមុននៅពេលព្រះយេស៊ូវប្រសូតប្រជាជនអ៊ីស្រាអែលភាគច្រើនមិនបានដឹងថាទ្រង់បានប្រសូតទេគ្មានកាសែតឬព័ត៌មានដូចសពថ្ងៃនេះទេហើយក៏គ្មានមធ្យោបាយផ្សព្វផ្សាយតាមបណ្ដាញសង្គមដែរប្រហែលជាមកពីមូលហេតុនេះឬព្រះគម្ពីរប្រាប់យើងថាមនុស្សដែលមកថ្វាយបង្គំព្រះយេស៊ូវបន្ទាប់ពីទ្រង់ប្រសូតគឺមានតែមនុស្សមកពីស្រុកឆ្ងាយនៅទិសខាងកើតនិងពួកគង្វាលជាមដែលមើលថែវងជាមរបស់ពួកគេទោះជាយ៉ាងណាក៏ដោយតាមពិតមានមនុស្សជាច្រើនទៀតដែលបានដឹងអំពីកំណើតរបស់ព្រះយេស៊ូវនោះគឺជាមនុស្សនៅក្នុងក្រុងយេរូសាឡឹមមនុស្សពីទិសខាងកើតដោយដើរតាមផ្កាយបានមកដល់ក្រុងយេរូសាឡឹមដើម្បីប្រាប់ពួកគេថាស្ដេចមួយអង្គបានប្រសូតហើយសួរថាទារកនោះនៅឯណាវាជារឿងចម្លែកមួយស្ដេចហេរ៉ូតមានការព្រួយបារម្ភយ៉ាងខ្លាំងដោយសារដំណឹងដែលថាស្ដេចដ៏វិសេសមួយអង្គបានប្រសូតនៅស្រុកអ៊ីស្រាអែលហើយក្រុងយេរូសាឡឹមទាំងមូលមានភាពច្របូកច្របល់សម្រាប់អ្នកដែលមកពីទិសខាងកើតដ៏ឆ្ងាយវាហាក់ដូចជាគ្មាននរណាម្នាក់សប្បាយរីករាយអំពីកំណើតរបស់ព្រះយេស៊ូវនោះទេបន្ទាប់ពីស្ដាប់រឿងរបស់ពួកហៅមកពីទិសខាងកើតរួចស្ដេចហេរ៉ូតបានកោះហៅពួកអាចារ្យគឺពួកអ្នកប្រាជ្ញខាងគម្ពីរហើយសួរពួកគេថាតើគម្ពីរដែលបានចែងថាព្រះគ្រីស្ទនឹងប្រសូតនៅត្រង់ណាពួកអ្នកប្រាជ្ញបានឆ្លើយថាព្រះគម្ពីរចែងដូច្នេះឯងបេតលេហឹមស្រុកយូដាអើយឯងមិនមែនតូចជាងគេក្នុងពួកចៅវាយនៅស្រុកយូដាទេត្បិតនឹងមានចៅវាយមួយចេញពីឯងមកចៅវាយនោះនឹងខ្វៀលអ៊ីស្រាអែលជារាជអញស្ដេចហេរ៉ូតបានគិតព្រះគម្ពីរបានទេថាស្ដេចមួយអង្គនឹងប្រសូតហើយមនុស្សមកពីស្រុកឆ្ងាយបានមកជួបទ្រង់ដោយដើរតាមផ្កាយមួយដូច្នេះតើយើងមិនគួរផ្សព្វផ្សាយដំណឹងនេះទូទាំងស្រុកទេឬស្ដេចថ្មីដែលពួកអ៊ីស្រាអែលបានទន្ទឹងរង់ចាំនោះបានប្រសូតហើយប៉ុន្តែគ្មានអ្វីបានកើតឡើងទេមិនបាច់និយាយពីការផ្សព្វផ្សាយដំណឹងល្អទេសូម្បីតែទៅសួរសុខទុក្ខព្រះយេស៊ូវក៏គ្មាននរណាគិតពីនោះដែរពួកគេប្រហែលជាមិនអាចសូម្បីតែនិយាយពីកំណើតរបស់ព្រះយេស៊ូវបានដោយសារតែខ្លាចការប្រតិកម្មរបស់ស្ដេចហេរ៉ូតក្រោយមកដោយមានគោលបំណងសម្លាប់ទារកយេស៊ូវហេរ៉ូតបានបញ្ជាឲ្យសម្លាប់ក្មេងប្រុសទាំងអស់ដែលមានអាយុ2ឆ្នាំចុះក្រោមនៅក្នុងភូមិបេតលេហឹមអស់អ្នកដែលបានសិក្សាព្រះគម្ពីរប្រជាជនក្រុងយេរូសាឡឹមដែលបានឮរឿងរ៉ាវរបស់ពួកហោមកពីទិសខាងកើតនិងសូម្បីតែស្ដេចហេរ៉ូតអ្នកទាំងអស់គ្នានេះបានមានពេលវេលាដ៏អស្ចារ្យក្នុងការដែលឃើញសេចក្តីសន្យារបស់ព្រះគម្ពីរដោយភ្នែករបស់ពួកគេផ្ទាល់ប៉ុន្តែពួកគេបានកប់សេចក្តីសន្យានោះនៅក្នុងគម្ពីរដោយច្រានចោលថាវាមិនពាក់ព័ន្ធនឹងពួកគេឡើយគ្រប់គ្នាអើយដំណឹងល្អដែលថាព្រះយេស៊ូវបានយាងមកកាន់យើងគឺនៅតែមានក្នុងព្រះគម្ពីរដដែលប៉ុន្តែបើយើងគ្រាន់តែបង្ខាំងដំណឹងល្អនៅក្នុងព្រះគម្ពីរតែមួយមុខនោះយើងនឹងក្លាយទៅជាមនុស្សដូចនៅក្រុងយេរូសាឡឹមយើងបានដឹងរួចហើយថាព្រះយេស៊ូវបានយាងមកសម្រាប់យើងដូច្នេះសូមឲ្យយើងមានចិត្តអរព្រះគុណហើយចែករំលែករឿងនេះដល់មនុស្សជាច្រើនព្រះយេស៊ូវប្រសូតហើយព្រះយេស៊ូវដែលយើងទាំងអស់គ្នាបានទន្ទឹងរង់ចាំបានយាងមកដល់ហើយ